សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺយើងនឹងមករៀនអំពីរបៀបប្រើប្រាស់រូបមន្តដើម្បីរាប់ចំនួនអ្វីមួយជាក់លាក់នៅក្នុងកម្មវិធី Microsoft Excel ដែលនៅក្នុងតារាងមួយនេះខ្ញុំនឹងធ្វើការរាប់ទៅលើចំនួនសិស្សនិទេស A និទេស B បាទហើយនឹងចំនួនសិស្សស្រីសិស្សប្រុសបាទដែលប្រើប្រាស់រូបមន្ត count if អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងអាចមកអនុវត្តទាំងអស់គ្នាបាទអញ្ចឹងដើម្បីប្រើប្រាស់រូបមន្តនេះបានយើងត្រូវវាយសញ្ញាស្មើបាទរួចយើងវាយអក្សរ C O U N T I F បាទបើកវងកញ្ចក់ជាមកកាលនេះយើងចង់រាប់និទេសយើងត្រូវ select cell នេះ cell របស់ជួរឈរនៅជួរនិទេសហ្នឹងបាទខ្ញុំយកពី cell P6 រហូតដល់ cell P 15បាទបន្តមកទៀតយើងចុចក្បៀស1បាទយើងចុចសម្រាប់2ឬក៏ផន្ធរសញ្ញាហ្នឹងបាទហើយយើងវាយនិទេស A ដែលយើងចង់រាប់និទេស A យើងវាយនិទេស A ចូលមកហើយយើងបិទផន្ធរសញ្ញាឬក៏សម្រាប់2ហ្នឹងវិញរួចយើងបិទវងកញ្ចក់ហើយយើងចុច enter ណាអញ្ចឹងលទ្ធផលបានបង្ហាញគឺនៅក្នុងនេះគឺមាននិស្សិតនិទេស A ហ្នឹងតែម្នាក់ទេបាទតែម្នាក់ទេអញ្ចឹងឧទាហរណ៍ដែរកន្លែងនេះខ្ញុំឃើញថា B ក៏មានតែម្នាក់ដែរអញ្ចឹងខ្ញុំចង់ដូរកន្លែងនិទេសនេះបន្តិចដាក់និទេស E ចុះមានច្រើនអ្នកបន្តិចបាទយើងរាប់និទេស E សម្រាប់ឧទាហរណ៍ទី2បើយើងប្រើរូបមន្តតែមួយទេយើងវាយសញ្ញាស្មើ C O U N T I F បើកវងកញ្ចក់បាទយើង select ទៅលើជួរឈររបស់និទេសហ្នឹងពីលើដល់ក្រោមមកហើយយើងចុចក្បៀស1បាទបើកផន្ធរសញ្ញាឬក៏សម្រាប់2ហ្នឹងហើយយើងវាយនិទេស E បាទយើងចង់បាននិទេស E យើងវាយនិទេស E មកចង់បាន C យើងវាយ C មកណាដោយសារនៅក្នុងនេះខ្ញុំឃើញមាន E ហ្នឹង2ម្នាក់អញ្ចឹងទៅយើងយក E បើយើងយក B មិញមានតែម្នាក់ដដែលទេបាទយើងបិទផន្ធរសញ្ញាឬក៏សម្រាប់2ហ្នឹងវិញបាទហើយបិទវងកញ្ចក់រួច enter អញ្ចឹងលទ្ធផលយើងឃើញមាន3នាក់បាទយើងបំទៀងផ្ទាត់ម្ដងទៀតមើលនេះ1បាទ2 3បាទអញ្ចឹងសម្រាប់សិស្សស្រីវិញយើងប្រើរូបមន្តដូចគ្នាទេបាទសិស្សស្រីបាទយើងវាយមកអក្សរសញ្ញាស្មើ C O U N T I F បើវងកញ្ចក់យើងមក select ជួរឈររបស់នេះកន្លែង page ពីលើដល់ក្រោមបាទហើយយើងក្បៀស1បាទសម្រាប់2ហើយយើងវាយពាក្យស្រីកន្លែងថាដូរ font ណានេះយើងបាទហើយយើងបដូរ font មកវិញមកបិទវងកញ្ចក់ enter ណាបាទយើងឃើញថាលទ្ធផលដែលបានបង្ហាញមានស្រី6នាក់យើងអាចផ្ទៀងផ្ទាត់ទៅ1 2 3 4 5 6ជានៅក្នុងចំណោមសិស្ស10នាក់ស្រី6នាក់អញ្ចឹងមានប្រុស4នាក់ឯងតែនៅក្នុងនេះយើងអាចគណនាបញ្ជាក់ទៅយើងអាចរៀនប្រើប្រាស់រូបមន្តនឹងមួយទៀតសម្រាប់សិស្សប្រុសតើលទ្ធផលពិតជាបង្ហាញថាសិស្សប្រុសមាន4នាក់មានឬអត់បាទយើងវាយសញ្ញាស្មើvới việc count if បើវងកញ្ចក់យើង select ដូចករណីមុនដែរពីសិស្សស្រីខាងលើផុតដល់ខាងក្រោមផុតក្បៀសបើកផន្ធរសញ្ញាឬក៏សម្រាប់2បាទយើងវាយពាក្យប្រុសណាកុំភ្លេចដូរ font មកខ្មែរបាទបិទវិញបិទវងកញ្ចក់រួច enter ណាយើងឃើញថាលទ្ធផលបង្ហាញថាមាន4នាក់បាទអញ្ចឹងសម្រាប់វីដេអូមួយនេះគឺយើងរៀនទៅលើរូបមន្តមួយនេះណាបាទគឺ count if សម្រាប់រាប់ចំនួនអ្វីមួយនៅក្នុង Microsoft Excel ដែលយើងដាក់លក្ខខណ្ឌជាក់លាក់បាទជាងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ